រុស្ស៊ីបាញ់មីស៊ីលជាង40គ្រាប់វាយប្រហារទីក្រុងគីវខណៈអ៊ុយក្រែនបង្កើនការវាយប្រហារដោយដ្រូនលើទីក្រុងម៉ូស្កូស្ថានភាពសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឈានដល់ដំណាក់កាលតានតឹងជាថ្មីបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដ៏ធំមួយទៅលើរដ្ឋធានីគីវដោយបាញ់មីស៊ីលជាង40គ្រាប់រួមជាមួយដ្រូនវាយប្រហារជាង120គ្រឿងក្នុងអំឡុងពេលតែមួយយប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចាត់ទុកថានេះគឺជាការវាយប្រហារដោយមីស៊ីលបាល់លីស្ទិកដ៏ធំបំផុតមួយដែលរុស្ស៊ីបានធ្វើលើទីក្រុងគីវចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងតាមការរាយការណ៍ពីអាជ្ញាធរអ៊ុយក្រែនការវាយប្រហារនេះបានបណ្ដាលឲ្យមានការផ្ទុះជាច្រើនកន្លែងក្នុងទីក្រុងគីវបំផ្លាញអគារលំនៅឋានហេដ្ឋារចនាសម្ព័ន្ធនិងបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នកក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយភ្លាមៗដើម្បីជម្លៀសប្រជាពលរដ្ឋនិងពន្លត់អគ្គិភ័យនៅតំបន់រងការវាយប្រហារទន្ទឹមនឹងនេះអ៊ុយក្រែនក៏បានបើកប្រតិបត្តិការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំទៅលើតំបន់ជុំវិញទីក្រុងម៉ូស្កូដោយប្រើដ្រូនជាង400គ្រឿងសម្ដៅលើមជ្ឈមណ្ឌលភស្តុភារឃ្លាំងស្តុកនិងទីតាំងប្រេងឥន្ធនៈការវាយប្រហារនេះបានបង្កឲ្យមានអគ្គិភ័យនិងការខូចខាតលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនខណៈអាជ្ញាធររុស្ស៊ីបានអះអាងថាប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ដ្រូនជាច្រើនគ្រឿងអ្នកវិភាគយោធាមើលឃើញថាការវាយប្រហារទៅវិញទៅមករវាងភាគីទាំងពីរកំពុងកើនឡើងទាំងទំហំនិងអាំងតង់ស៊ីតេដែលបង្ហាញថាសង្គ្រាមនៅមិនទាន់មានសញ្ញាធូរស្រាលនោះទេទោះជាយ៉ាងណាមិនទាន់មានការបញ្ជាឯករាជ្យថាការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវគឺជាការសងសឹកដោយផ្ទាល់ចំពោះការវាយប្រហារដ្រូនលើទីក្រុងម៉ូស្កូនោះទេបើទោះបីជាព្រឹត្តិការណ៍ទាំងពីរកើតឡើងក្នុងអំឡុងពេលដែលមានការប្រយុទ្ធកំពុងកើនឡើងក៏ដោយសង្គ្រាមរុស្ស៊ីអ៊ុយក្រែននៅតែបន្តវិវត្តយ៉ាងឆាប់រហ័សហើយសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងជិតស្និទ្ធខណៈមានការព្រួយបារម្ភថាការវាយប្រហារទៅវិញទៅមកកាន់តែធ្ងន់ធ្ងរនេះអាចនាំឲ្យចំនួនពង្រីកវិសាលភាពកាន់តែខ្លាំងក្រោយការវាយប្រហារយ៉ាងខ្លាំងទៅលើរដ្ឋធានីគីវអាជ្ញាធរអ៊ុយក្រែនបានប្រកាសអាសន្នផ្លូវអាកាសនៅក្នុងតំបន់ជាច្រើនដោយអំពាវនាវឲ្យប្រជាពលរដ្ឋចូលទៅកាន់ជម្រកសុវត្ថិភាពខណៈប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់មីស៊ីលនិងដ្រូនដែលហោះចូលមកក្នុងដែនអាកាសអ៊ុយក្រែនសម្លេងផ្ទុះនិងស៊ីរ៉ែនប្រកាសអាសន្នបានពន្លឺឡើងជាច្រើនម៉ោងជាប់ៗគ្នាធ្វើឲ្យប្រជាពលរដ្ឋជាច្រើនត្រូវចំណាយពេលពេញមួយយប់នៅក្នុងលានដ្ឋាននិងស្ថានីយរថភ្លើងក្រោមដីអាជ្ញាធរទីក្រុងគីវបានឲ្យដឹងថាក្រុមសង្គ្រោះបន្ទាន់ត្រូវបានចុះទៅកាន់តំបន់រងការវាយប្រហារភ្លាមៗដើម្បីស្វែងរកអ្នករស់រានមានជីវិតក៏ដូចជាពន្លត់អគ្គិភ័យដែលបានឆាបឆេះអគារលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនមន្ត្រីអ៊ុយក្រែនបានចោទប្រកាន់ថាការវាយប្រហារនេះបានប៉ះពាល់ដល់តំបន់ដែលមានប្រជាពលរដ្ឋរស់នៅជាច្រើននិងបានអំពាវនាវឲ្យសម្ព័ន្ធមិត្តបន្តផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមនៅខាងភាគីរុស្ស៊ីវិញក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាកងទ័ពរបស់ខ្លួនបានវាយប្រហារលើគោលដៅយោធាមជ្ឈមណ្ឌលបញ្ជាការឃ្លាំងអាវុធនិងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងយោធាអ៊ុយក្រែនទោះជាយ៉ាងណាការអះអាងនេះមិនទាន់អាចផ្ទៀងផ្ទាត់ដោយប្រភពឯករាជ្យបានទាំងស្រុងនៅឡើយទេជាមួយគ្នានេះអ៊ុយក្រែនក៏បានបន្តពង្រីកការវាយប្រហារដោយដ្រូនចូលទៅក្នុងទឹកដីរុស្ស៊ីជាពិសេសតំបន់ជុំវិញទីក្រុងម៉ូស្កូតាមការអះអាងរបស់អាជ្ញាធររុស្ស៊ីប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ដ្រូនជាច្រើនគ្រឿងប៉ុន្តែដ្រូនមួយចំនួននៅតែអាចបង្កការខូចខាតដល់អគារនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនអាកាសយានដ្ឋានខ្លះក៏ត្រូវបានផ្អាកការហោះហើរជាបណ្ដោះអាសន្នដើម្បីធានាសុវត្ថិភាពអ្នកដំណើរអ្នកវិភាគយោធាជាច្រើនបានលើកឡើងថាការវាយប្រហារទៅវិញទៅមកដោយមីស៊ីលនិងដ្រូននៅក្នុងទ្រង់ទ្រាយធំបែបនេះបានបង្ហាញថាភាគីទាំងពីរកំពុងព្យាយាមបង្កើនសម្ពាធលើគ្នាទៅវិញទៅមកទាំងនៅសមរភូមិនិងនៅក្នុងទឹកដីរបស់ភាគីម្ខាងទៀតស្ថានភាពនេះក៏បានបង្កើនការព្រួយបារម្ភអំពីសហគមន៍អន្តរជាតិដែលខ្លាចថាចំនួនអាចបន្តរីករាលដាលនិងកាន់តែពិបាករកដំណោះស្រាយតាមរយៈការចរចាបច្ចុប្បន្នសង្គ្រាមរុស្ស៊ីអ៊ុយក្រែននៅតែបន្តដោយគ្មានសញ្ញាបន្ធូរបន្ថយខណៈភាគីទាំងពីរនៅតែបន្តប្រើប្រាស់អាវុធទំនើបនិងបច្ចេកវិទ្យាដ្រូនក្នុងការវាយប្រហារដែលធ្វើឲ្យស្ថានភាពសន្តិសុខនៅក្នុងតំបន់អឺរ៉ុបខាងកើតកាន់តែមានភាពផុយស្រួយទន្ទឹមនឹងការវាយប្រហារតាមអាកាសដែលកាន់តែខ្លាំងការប្រយុទ្ធនៅលើសមរភូមិភាគខាងកើតអ៊ុយក្រែនក៏កំពុងបន្តយ៉ាងស្វិតស្វាញផងដែរកងទ័ពរុស្ស៊ីត្រូវបានរាយការណ៍ថាបានបង្កើនសម្ពាធនៅតំបន់ជួរមុខជាច្រើនខណៈកងកម្លាំងអ៊ុយក្រែនបន្តប្រើប្រាស់ដ្រូនស៊ើបការនិងដ្រូនវាយប្រហារដើម្បីរារាំងរលទៅមុខរបស់ភាគីរុស្ស៊ីភាគីទាំងពីរបានប្រើប្រាស់ទាំងមីស៊ីលដ្រូននិងកាំភ្លើងធំក្នុងការវាយប្រហារគ្នាទៅវិញទៅមកស្ទើរតែរាល់ថ្ងៃការវាយប្រហារដ៏ខ្លាំងនេះបានជាឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអ៊ុយក្រែននៅក្នុងតំបន់មួយចំនួនការផ្គត់ផ្គង់អគ្គិសនីនិងទឹកស្អាតត្រូវបានរំខានខណៈសាលារៀនមន្ទីរពេទ្យនិងអគារសាធារណៈមួយចំនួនត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នដោយសារហានិភ័យពីការវាយប្រហារតាមអាកាសនៅលើឆាកអន្តរជាតិមេដឹកនាំប្រទេសលោកខាងលិចបានបន្តអំពាវនាវឲ្យមានការកាត់បន្ថយការប្រើប្រាស់កងកម្លាំងយោធានិងជំរុញឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកការចរចាទន្ទឹមនឹងនេះប្រទេសមួយចំនួនបានប្រកាសបន្តផ្តល់ជំនួយផ្នែកការពារជាតិនិងមនុស្សធម៌ដល់អ៊ុយក្រែនគណៈរុស្ស៊ីនៅតែអះអាងថាប្រតិបត្តិការយោធារបស់ខ្លួនមានគោលបំណងសម្រេចគោលដៅសន្តិសុខជាតិអ្នកជំនាញផ្នែកយោធាបានកត់សម្គាល់ថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះសង្គ្រាមបានផ្លាស់ប្ដូរពីការប្រយុទ្ធនៅជួរមុខទៅជាការវាយប្រហារចម្ងាយឆ្ងាយកាន់តែច្រើនភាគីទាំងពីរបានប្រើប្រាស់ដ្រូននិងមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាឃ្លាំងផ្ទុកអាវុធនិងបណ្ដាញដឹកជញ្ជូនរបស់គ្នាទៅវិញទៅមកទោះបីជាការវាយប្រហារទាំងនេះមានគោលដៅយោធាក៏ដោយការខូចខាតលើតំបន់ស៊ីវិលនៅ
នៅតែជាបញ្ហាដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអង្គការអន្តរជាតិជាច្រើនបានអំពាវនាវភាគីទាំងពីរគោរពច្បាប់មនុស្សធម៌អន្តរជាតិនិងចាត់វិធានការការពារប្រជាពលរដ្ឋស៊ីវិលពីផលប៉ះពាល់នៃសង្គ្រាមស្របពេលដែលការវាយប្រហារទៅវិញទៅមកនៅតែបន្តអ្នកវិភាគមួយចំនួនបានព្រមានថាប្រសិនបើគ្មានការបន្ធូរបន្ថយភាពតានតឹងឬការចាប់ផ្ដើមកិច្ចចរចាឡើងវិញទេសង្គ្រាមអាចបន្តអូសបន្លាយនិងបន្តផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សន្តិសុខនៅក្នុងតំបន់និងសេដ្ឋកិច្ចពិភពលោកស្របពេលដែលការវាយប្រហារដោយមីស៊ីលនិងដ្រូននៅតែបន្តស្ថានភាពនៅលើសមរភូមិនិងក្នុងទីក្រុងសំខាន់ៗរបស់ភាគីទាំងពីរនៅតែមានភាពមិនច្បាស់លាស់ទាំងរុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែបន្តពង្រឹងប្រព័ន្ធការពារដែនអាកាសនិងបង្កើនការត្រៀមខ្លួនសម្រាប់ការវាយប្រហារបន្ថែមទៀតគណៈប្រជាពលរដ្ឋរាប់លាននាក់នៅតែរស់នៅក្រោមការគំរាមកំហែងពីសង្គ្រាមអ្នកវិភាគយោធាជាច្រើនបានលើកឡើងថាការប្រើប្រាស់មីស៊ីលបាល់លីស្ទិកនិងដ្រូននៅក្នុងទ្រង់ទ្រាយធំបែបនេះបានបង្ហាញថាសង្គ្រាមបានឈានចូលដំណាក់កាលថ្មីដែលបច្ចេកវិទ្យាទំនើបនិងការវាយប្រហារពីចម្ងាយកំពុងដើរតួនាទីកាន់តែសំខាន់ការប្រយុទ្ធមិនត្រឹមតែកើតឡើងនៅតាមខ្សែបន្ទាត់ជួរមុខប៉ុណ្ណោះទេប៉ុន្តែបានលាតសន្ធឹងដល់ទីក្រុងធំៗនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសទាំងពីរផងដែរទន្ទឹមនឹងនេះសហគមន៍អន្តរជាតិបន្តអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹងនិងជំរុញឲ្យភាគីទាំងពីរស្វែងរកដំណោះស្រាយតាមរយៈការចរចាអង្គការអន្តរជាតិជាច្រើនក៏បានបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់មនុស្សធម៌ដោយសារការវាយប្រហារបន្តបង្កឲ្យមានការបាត់បង់ជីវិតប្រជាពលរដ្ឋនិងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងការផ្លាស់ទីលំនៅរបស់ប្រជាជនទោះជាយ៉ាងណាគិតមកដល់ពេលនេះមិនទាន់មានសញ្ញាច្បាស់លាស់ណាមួយបង្ហាញថាភាគីទាំងពីរត្រៀមបញ្ឈប់ការប្រយុទ្ធនៅពេលឆាប់ៗនោះទេផ្ទុយទៅវិញការវាយប្រហារទៅវិញទៅមកដោយមីស៊ីលដ្រូននិងអាវុធរយៈចម្ងាយឆ្ងាយនៅតែបន្តកើនឡើងដែលធ្វើឲ្យពិភពលោកបន្តតាមដានយ៉ាងជិតស្និទ្ធពីការវិវត្តនៃសង្គ្រាមសូមបញ្ជាក់ថាព័ត៌មានអំពីចំនួនមីស៊ីលគោលដៅដែលត្រូវបានវាយប្រហារនិងការអះអាងថាជាការសងសឹកអាចមានភាពខុសគ្នារវាងប្រភពព័ត៌មាននានាហើយព័ត៌មានខ្លះមិនទាន់អាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននៅឡើយដូច្នេះការតាមដានព័ត៌មានពីប្រភពដែលអាចទុកចិត្តបានគឺមានសារៈសំខាន់ក្នុងការយល់ដឹងអំពីការវិវត្តពិតប្រាកដនៃសង្គ្រាមសរុបមកសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តឈានទៅរកដំណាក់កាលដ៏ស្មុគស្មាញនិងពិបាកប៉ាន់ស្មានការវាយប្រហារដោយមីស៊ីលនិងដ្រូនជាបន្តបន្ទាប់បង្ហាញថាភាគីទាំងពីរនៅតែបដិញ្ញាបន្តប្រតិបត្តិការយោធារបស់ខ្លួនគណៈប្រជាពលរដ្ឋជាអ្នកទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេសូមអរគុណចំពោះការតាមដានវីដេអូនេះរហូតដល់ចប់ប្រសិនបើប្រិយមិត្តគិតថាវីដេអូនេះមានប្រយោជន៍សូមចុច like និង share ដើម្បីគាំទ្រ Channel GNewKA យើងខ្ញុំសូមអរគុណនិងសូមជម្រាបលា